ប្រាណដំបូងកុំតាន់គិតរឿងអាហារបំប៉នឬម្សៅប្រូតេអ៊ីនសួស្តីទាំងអស់គ្នាថ្ងៃនេះយើងនឹងមកនិយាយពីប្រធានបទមួយដែលអ្នកចាប់ផ្ដើមហាត់ប្រាណថ្មីតែងតែឆ្ងល់នោះគឺតើគួរចំណាយលុយទិញអាហារបំប៉នជាពិសេសម្សៅប្រូតេអ៊ីនភ្លាមដែរឬអត់ចម្លើយខ្លីនោះគឺអត់ទេវាមិនទាន់ចាំបាច់នៅឡើយទេសម្រាប់អ្នកទើបតែចាប់ផ្ដើមហាត់ប្រាណដំបូងខ្ញុំដឹងថាពេលខ្លះយើងឃើញគេហាត់ប្រាណហើយញ៉ាំប្រូតេអ៊ីនយើងក៏ចង់បានរាងស្អាតលឿនដូចគេដែរគំនិតនេះធ្វើឲ្យយើងគិតចង់ប្រើប្រាស់អាហារបំប៉នភ្លាមប៉ុន្តែនេះគឺជាកំហុសមួយដែលនាំឲ្យខាតបង់ថវិកាឥតប្រយោជន៍ហេតុអ្វីបានជាមិនទាន់ចាំបាច់ទី1បង្កើតទម្លាប់ជាមុនសិនអ្វីដែលសំខាន់បំផុតសម្រាប់អ្នកចាប់ផ្ដើមហាត់ដំបូងគឺការបង្កើតទម្លាប់ហាត់ប្រាណឲ្យបានទៀងទាត់និងជាប់លាប់សិនមនុស្សភាគច្រើនតែងតែបោះបង់ការហាត់ប្រាណក្នុងរយៈពេល1ទៅ2សប្តាហ៍ដំបូងស្រមៃមើលថាអ្នកទិញម្សៅប្រូតេអ៊ីនឬក៏អាហារបំប៉នថ្លៃហើយស្រាប់តែឈប់ហាត់តើអាហារបំប៉នទាំងនោះនឹងទៅណាវានឹងត្រូវទុកចោលឥតប្រយោជន៍ឬក៏ហួសដឺឡេចោលទី2រាងកាយត្រូវការសម្របខ្លួនសម្រាប់អ្នកទើបចាប់ផ្ដើមរាងកាយរបស់យើងមិនទាន់បានប្រើកម្លាំងខ្លាំងក្លាដល់កម្រិតដែលត្រូវការប្រូតេអ៊ីនបន្ថែមពីអាហារបំប៉នភ្លាមនោះទេអាហារធម្មជាតិដែលយើងញ៉ាំប្រចាំថ្ងៃដូចជាសាច់បន្លែស៊ុតផ្លែឈើទឹកដោះគោគឺគ្រប់គ្រាន់ក្នុងការផ្ដល់ប្រូតេអ៊ីនសម្រាប់ការលូតលាស់របស់សាច់ដុំដំបូងហើយទី3រៀនពីមូលដ្ឋានគ្រឹះជាដំបូងផ្ដោតលើការរៀនបច្ចេកទេសហាត់ប្រាណឲ្យបានត្រឹមត្រូវរៀនពីរបៀបដកដង្ហើមនិងគ្រប់គ្រងរាងកាយជាដើមនិងរៀនបន្ថែមពីចំណេះដឹងជាមូលដ្ឋានទាក់ទងនឹងចំណីអាហារនិងអាហារូបត្ថម្ភទាំងនេះគឺសំខាន់ជាងការគិតពីអាហារបំប៉នទៅទៀតបើទម្លាប់ហាត់ប្រាណមិនទាន់រឹងមាំបច្ចេកទេសមិនទាន់ត្រឹមត្រូវអាហារបំប៉នក៏មិនអាចជួយអ្វីបានច្រើនផងដែរ4ការការពារការបាក់ទឹកចិត្តការចំណាយលុយច្រើនទៅលើអាហារបំប៉នទាំងមិនទាន់ដឹងថាខ្លួនឯងអាចហាត់បានយូរប៉ុណ្ណានោះអាចជាបន្ទុកមួយជាពិសេសសម្រាប់បងប្អូនដែលមិនសូវមានលុយពេលខ្លះប្រសិនបើយើងបោះបង់ការហាត់ប្រាណយើងអាចនឹងមានអារម្មណ៍ស្ដាយលុយដែលបានចំណាយហើយវាអាចនាំឲ្យមានការបាក់ទឹកចិត្តផងដែរអ្វីដែលត្រូវធ្វើមុនគេផ្ដោតលើការវឹកហាត់និងបង្កើតទម្លាប់ឲ្យបានរឹងមាំជាមុនសិនចំណាយពេលយ៉ាងតិច1ខែដើម្បីសាកល្បងហាត់ប្រាណឲ្យបានទៀងទាត់នៅពេលដែលអ្នកប្រកាសថាអ្នកអាចហាត់ជាប់លាប់ហើយនៅពេលនោះទើបចាប់ផ្ដើមពិចារណាពីការប្រើប្រាស់អាហារបំប៉នបន្ថែមពេលដែលអ្នកបានហាត់ប្រាណទៀងទាត់មួយរយៈហើយអ្នកនឹងយល់ច្បាស់ពីតម្រូវការរាងកាយរបស់អ្នកហើយអាចសម្រេចចិត្តបានត្រឹមត្រូវថាតើប្រូតេអ៊ីនឬអាហារបំប៉នផ្សេងទៀតពិតជាចាំបាច់សម្រាប់អ្នកឬអត់ដូច្នេះចំពោះអ្នកទើបចាប់ផ្ដើមហាត់ប្រាណដំបូងសូមកុំទាន់ចំណាយលុយលើអាហារបំប៉នអីចូលផ្ដោតលើការបង្កើតទម្លាប់ល្អការញ៉ាំអាហារធម្មតាឲ្យបានគ្រប់គ្រាន់និងហាត់ប្រាណឲ្យបានត្រឹមត្រូវទៀងទាត់ជាមុនសិនលទ្ធផលល្អកើតឡើងតាមរយៈការអត់ធ្មត់វិន័យនិងពេលវេលាតើអ្នកយល់យ៉ាងណាចំពោះគំនិតនេះមានមតិយោបល់ផ្សេងកុំភ្លេចខមមិននៅក្នុងវីដេអូរបស់ខ្ញុំ